ការវិភាគមុនយើងបានដឹងហើយថា Isaac បានបាត់បង់ជីវិតដោយសារតែ Alien បានវាយប្រហារមកលើ Isaac ចំណែកឯ Slyly ក៏បានធ្វើតាមបង្គាប់របស់ Moreau ដោយមិនបានដឹងទេថាទង្វើរបស់ខ្លួនកំពុងតែបង្កគ្រោះថ្នាក់ដល់ជីវិតរបស់ Arthur ហើយនេះគឺជាភាគទី7និងទី8ដែលជាភាគបញ្ចប់នៃរឿង Alien Earth តោះឥឡូវនេះយើងចូលទៅកាន់ខ្សែរឿងរបស់យើងទាំងអស់គ្នាបន្ទាប់ពីប្រព្រឹត្តទង្វើបង្គាប់3ដាក់មកលើបរិសដែលបានមើលថែពួកគេ Slyly ក៏បានមានអារម្មណ៍ថាខុសឆ្គងចំពោះ Arthur ប៉ុន្តែធ្វើយ៉ាងនេះគឺដើម្បីតែជួយម្ដាយរបស់ខ្លួនដែលកំពុងតែស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ Moreau តែប៉ុណ្ណោះ Slyly មិនបានដឹងទេថា Facehugger កំពុងតែបង្កើតកូនរបស់វានៅក្នុងខ្លួនរបស់ Arthur នៅពេលនោះ Smee ក៏បានមកគោះទ្វារហើយក៏មានការសង្ស័យមកលើ Slyly ចំណែក Slyly ក៏បានបើកទ្វារឲ្យ Smee ចូលមកខាងក្នុងហើយក៏បានប្រាប់ឲ្យ Smee មិនត្រូវរាយការណ៍ពីរឿងនេះទៅដល់អ្នកដទៃនោះទេព្រោះអី Moreau នឹងសម្លាប់ម្ដាយហើយនឹងគ្រួសាររបស់ខ្លួនដោយសារតែជាមិត្តភ័ក្តិដ៏ជិតស្និទ្ធជាមួយគ្នា Smee ក៏ព្រមធ្វើតាមប៉ុន្តែអ្នកទាំងពីរមិនបានដឹងទេថាក្នុងពេលបន្តិចទៀតកូនរបស់ Xenomorph នឹងកើតចេញពីក្នុងខ្លួនរបស់ Arthur ដោយវានឹងធ្វើឲ្យគាត់ត្រូវស្លាប់ភ្លាមៗអ្នកទាំងពីរបានរៀបចំផែនការដើម្បីនាំ Arthur ចាកចេញពីកោះ Neverland ដើម្បីយកទៅឲ្យ Moreau ចំណែក Kirsch ក៏បានមកដល់កោះ Neverland ជាមួយនឹង Cavalier បន្ទាប់ពីពួកគេបានជួបជាមួយនឹង Yutani តាមពិតទៅ Kirsch បានដឹងពីរឿងដែលបានកើតឡើងនៅក្នុងបន្ទប់ពិសោធន៍ទាំងអស់ប៉ុន្តែ Kirsch មិនបានជួយដល់ Isaac ឡើយដើម្បីកុំឲ្យមានបញ្ហាបន្តទៀត Cavalier ក៏បានចេញបញ្ជាមិនឲ្យក្មេងៗដទៃទៀតមកលេងឬក៏ចូលមកខាងក្នុងបន្ទប់ពិសោធន៍នោះទេលើកលែងតែ Wendy ប៉ុណ្ណោះបន្ទាប់មកអ្នកទាំងពីរក៏បានមើលមកក្នុងកាមេរ៉ាសុវត្ថិភាពដែលបានឃើញសកម្មភាពរបស់ Alien Eyeball ដែលវាមានចេតនាចង់ធ្វើបាប Isaac ចំណែកឯ Wendy ក៏បានចូលមកដល់ក្នុងបន្ទប់ពិសោធន៍ដែរហើយក៏បានឃើញពីសភាពរបស់ Isaac នាងមានការខឹងយ៉ាងខ្លាំងប៉ុន្តែ Cavalier បានហាមឃាត់នាងមិនឲ្យប្រាប់រឿងនេះទៅដល់ក្មេងៗដទៃទៀតនោះទេចំណែកឯ Wendy មិនបានស្ដាប់តាម Cavalier ទៀតឡើយបន្ទាប់មកសន្តិសុខក៏បានហាមឃាត់មិនឲ្យ Wendy ដើរចេញពីក្នុងបន្ទប់ពិសោធន៍ឡើយប៉ុន្តែ Wendy បានគំរាម Cavalier វិញបើរារាំងនាងនឹងបញ្ជាឲ្យ Alien Xenomorph កំទេចពួកគេចោលតែម្ដងបន្ទាប់ពី Wendy ចេញបាត់ទៅ Kirsch ក៏បានរកឃើញថា Tracker របស់ក្មេងៗដទៃទៀតបាន offline អស់ទៅហើយដោយសារតែ Arthur បានបិទវាដើម្បីឲ្យ Hermet នាំក្មេងៗទាំងអស់នោះចាក់ចេញពីកោះមួយនេះ Wendy ហើយនឹងបងប្រុសរបស់នាងកំពុងតែរៀបចំគម្រោងដើម្បីរត់ចេញពីកោះ Neverland ដោយអ្នកទាំងពីរក៏បានមកហៅ Nips ហើយនឹង Curly ដែលបានទម្លាយពីការពិតប្រាប់ទៅកាន់អ្នកទាំងពីរថា Isaac បានស្លាប់ទៅហើយពួកគេនឹងមិនមានសុវត្ថិភាពទៀតនោះទេព្រោះឯ Cavalier មិនបានខ្វល់ខ្វាយពីពួកគេឡើយពួកគេគ្រាន់តែជារបស់ដែលគេទុកពិសោធន៍តែប៉ុណ្ណោះ Cavalier កំពុងតែងាកមកចាប់អារម្មណ៍ទៅលើ Alien ដែលខ្លួនបានលួចពីក្នុងយានអវកាស Maginot របស់ក្រុមហ៊ុន Weyland Yutani វិញហើយប៉ុន្តែពេលនោះ Curly មិនព្រមទៅជាមួយពួកគេនោះទេដោយសារតែនាងនៅតែគិតថា Cavalier គឺជាមនុស្សល្អ Wendy ដែលមានសមត្ថភាពពិសេសដែលអាចបញ្ជាទៅលើឧបករណ៍អេឡិចត្រូនិកផ្សេងៗបានបញ្ជាឲ្យបើកទ្វារទ្រុងរបស់ Alien Xenomorph ដើម្បីឲ្យវាវាយប្រហារទៅលើសន្តិសុខដែលកំពុងតែស្ថិតនៅខាងក្នុងបន្ទប់ពិសោធន៍នោះចំណែកឯ Cavalier ក៏បានសួរទៅកាន់ Demi ដើម្បីស្វែងរក Arthur ប៉ុន្តែ Demi មិនបានដឹងពីរឿងអ្វីនោះទេ Smee ហើយនិង Slyly កំពុងតែព្យាយាមយក Arthur ចាក់ចេញពីក្នុងអគាររបស់ក្រុមហ៊ុន Prodigy ប៉ុន្តែនៅពេលនោះ Kirsch ក៏បានមកដល់ហើយក៏បានឃើញអ្នកទាំងពីរកំពុងតែលឹបលោបំរុងនឹងនាំ Arthur ចាក់ចេញពីទីនេះប៉ុន្តែគាត់មិនបានហាមឃាត់អ្នកទាំងពីរនោះឡើយទីបំផុត Slyly ក៏បានទម្លាយប្រាប់ការពិតទៅដល់ Kirsch ប៉ុន្តែតាមពិតទៅ Kirsch បានដឹងរឿងទាំងអស់នេះអស់ទៅហើយគ្រាន់តែគាត់មិននិយាយតែប៉ុណ្ណោះ Kirsch ក៏បានឲ្យអ្នកទាំងពីររត់ចេញតាមចន្ទារយន្តដើម្បីគេចចេញពីក្នុងអគារនោះតែនេះគ្រាន់តែជាការបោកបញ្ឆោតរបស់ Kirsch តែប៉ុណ្ណោះបន្ទាប់ពីចាកចេញពីក្នុងអគាររបស់ Prodigy
Wendy Nips ហើយនិង Hermet ក៏បានរកឃើញទីតាំងមួយដែលគេបានបញ្ចុះសាកសពរបស់ក្មេងៗទាំង5នាក់ Hermet ក៏បានឃើញភ្នូររបស់ Marcy ដែលត្រូវជាប្អូនស្រីរបស់គាត់ដែលបច្ចុប្បន្នគឺជា Wendy នោះឯងប៉ុន្តែ Wendy បានប្រាប់ថានេះមិនមែនជាពួកគេទៀតឡើយពួកគេគឺនៅរស់នោះទេពួកគេកំពុងតែស្ថិតនៅក្នុងរាងកាយថ្មីចំណែក Slyly ហើយនិង Smee ក៏បាននាំ Arthur ចេញមកដល់ខាងក្រៅដូចគ្នាតែពេលនោះពួកគេក៏បានឮសម្រាប់ជើងរបស់សន្តិសុខដែលកំពុងតែដើរល្បាតដូច្នេះអ្នកទាំងពីរក៏បានទម្លាក់ Arthur ចុះដើម្បីរត់ពួនសិនប៉ុន្តែបន្ទាប់ពីក្រុមសន្តិសុខបានដើរទៅបាត់ស្រាប់តែបាត់ Arthur Facehugger បានដោះលែង Arthur ធ្វើឲ្យគាត់បានដឹងខ្លួនឡើងវិញហើយមានសុខភាពធម្មតាមិនទាន់មានរឿងអ្វីកើតឡើងនោះទេ Slyly បានកុហកទៅដល់ Arthur ថា Demi កំពុងតែរងចាំពួកគេនៅឯកំពង់ផែនៅឯឆ្នេរសមុទ្រពួកគេត្រូវតែបញ្ញាប់ទៅរកគាត់ពួកគេមិនអាចវិលត្រឡប់ទៅកាន់អគារវិញបានទេដោយសារតែមានការទុះធ្លាយហ្គាសនៅក្នុងអគារប៉ុន្តែ Arthur មិនបានចងចាំរឿងដែលបានកើតឡើងនោះឡើយដូច្នេះអ្នកទាំង3ក៏បានបន្តដំណើរទៅមុខទៀតដើរបណ្ដើរ Arthur ក៏បានគិតបណ្ដើរដោយគាត់ក៏បាននឹកឃើញពីរឿងដែលបានកើតឡើងបន្ទាប់មក Arthur ក៏មានការសង្ស័យថាអ្នកទាំងពីរនេះកំពុងតែកុហកគាត់ហើយដូច្នេះ Arthur ក៏បានលួងលោមឲ្យក្មេងទាំងពីរនាក់ត្រឡប់ទៅជាមួយខ្លួនវិញនៅពេលនោះអាការៈរបស់លោក Arthur ក៏បានចាប់ផ្ដើមប្រែប្រួលយ៉ាងឆាប់រហ័សកូនរបស់ Alien កំពុងតែព្យាយាមហើយទម្លុះចេញពីក្នុងទ្រូងរបស់គាត់កូនរបស់ Xenomorph ក៏បានផ្ទុះចេញហើយវាក៏បានរត់ចូលទៅក្នុងព្រៃបាត់ទៅចំណែកឯ Arthur ក៏បានស្លាប់បាត់បង់ជីវិតភ្លាមផងដែរចំណែកឯ Slyly ហើយនិង Smee ក៏បានមកដល់កន្លែងដែលណាត់ជាមួយនឹង Moro កងកម្លាំងរបស់ក្រុមហ៊ុន Weyland Yutani ដែលដឹកនាំដោយ Moro ក៏បានងើបចេញពីក្នុងទឹកដើម្បីមកលួចយក Alien របស់ពួកគេត្រឡប់ទៅវិញចំណែក Cavalier កំពុងតែមានផែនការអាក្រក់ចង់យកមនុស្សពិតប្រាកដមកពិសោធន៍ជាមួយនឹង Alien Eyeball ដោយសារតែ Cavalier គិតថាបើសិនបើវាចូលទៅក្នុងរាងកាយរបស់មនុស្សពិតប្រហែលជាធ្វើឲ្យវាកាន់តែឆ្លៀសវៃហើយនឹងអាចនិយាយបានផងដែរងាកមកក្រុមរបស់ Wendy ឯនេះវិញក៏បានជួបជាមួយនឹងកងកម្លាំងរបស់ Weyland Wendy ក៏បានបញ្ជាឲ្យ Xenomorph ដែលកំពុងតែដើរតាមពីក្រោយពួកគេធ្វើការវាយប្រហារមកលើគ្នារបស់ Moro Alien នោះកំពុងតែការពារ Wendy ដោយវាបានចាត់ទុកនាងគឺជាម្ចាស់របស់វា Xenomorph ក៏បានសម្លាប់ក្រុមឈុតខ្មៅទាំងអស់នោះរួចក៏បានមកចិត្តម្ចាស់របស់វាបន្ទាប់មក Wendy ក៏បានប្រាប់ឲ្យវាលាក់ខ្លួនហើយត្រូវដើរតាមពីក្រោយពួកគេទាំង3នាក់ចំណែកកូនរបស់ Xenomorph ដែលបានកើតចេញពីក្នុងខ្លួនរបស់ Arthur ត្រូវបាន Prodigy ចាប់បានមកដល់ក្នុងអគាររបស់ Prodigy ក្រុមរបស់ Moro ក៏បានដឹងថាពួកគេបានធ្លាក់ទៅក្នុងអន្ទាក់របស់ Curse ដោយសារតែ Curse បានដឹងពីផែនការរបស់ Moro តាំងពីដើមមកម្ល៉េះចំណែកឯក្រុមរបស់ Wendy ក៏បានមកដល់ផែផងដែរហើយក៏បានឃើញទូកមួយគ្រឿងប៉ុន្តែវាគឺជាអន្ទាក់របស់ក្រុមហ៊ុន Prodigy ដូចគ្នាបុរសម្នាក់ក៏បានបោះតុក្កតារបស់ Nip ធ្វើឲ្យនាងខឹងយ៉ាងខ្លាំងហើយក៏បានសម្លាប់បុរសម្នាក់នោះការប្រយុទ្ធគ្នាក៏បានផ្ទុះឡើងចំណែក Cyberian បានបាញ់ប្រហារទៅលើ Nip ធ្វើឲ្យពេលនោះ Hermet ក៏បានប្រើប្រាស់កាំភ្លើងដើម្បីបាញ់ឆក់ទៅលើ Nip កុំឲ្យនាងសម្លាប់មិត្តភ័ក្តិរបស់គាត់ទង្វើនេះបានធ្វើឲ្យ Wendy មានការខឹងជាមួយនឹងបងប្រុសរបស់នាងយ៉ាងខ្លាំងរីឯផែនការនៅក្នុងការរត់គេចចេញពីកោះ Neverland របស់ពួកគេក៏ត្រូវបានបរាជ័យផងដែរហើយពួកគេក៏ត្រូវបានគេចាប់ត្រឡប់មកវិញចំណែកឯ Xenomorph បានឃើញសាកសពរបស់ Arthur ដែលវាបានដឹងថាគ្នារបស់វាមួយកំពុងតែស្ថិតនៅក្នុងកោះមួយនេះដូច្នេះវាក៏បានទៅស្វែងរកគ្នារបស់វាវិញនៅពេលដែលវាត្រឡប់មកដល់ Xenomorph ក៏បានមកពីក្រោយ Demi ប៉ុន្តែសំណាងល្អក្រុមអ្នកល្បាតក៏បានមកដល់ទាន់ពេលវេលាចំណែកឯក្រុមរបស់ Wendy ត្រូវបានគេចាប់មកឃុំឃាំងកម្លាំងរបស់ Prodigy កំពុងតែចុះខ្សោយបន្តិចម្ដងដោយសារតែ Xenomorph បានលួចឆ្មក់វាប្រហារមកលើពួកគេប៉ុន្តែទោះជាយ៉ាងនេះក្តីក៏ Cavalier បានបដិសេធមិនព្រមជម្លៀសចេញពីកោះ Neverland ឡើយ Wendy បានប្រាប់ក្មេងៗដទៃទៀតថាពួកគេមិនត្រូវខ្លាច Cavalier ទៀតឡើយពួកគេត្រូវតែធ្វើឲ្យ Cavalier ខ្លាចពួកគេវិញ
ហើយពួកគេមិនមែនជាក្មេងទៀតនោះទេបន្ទាប់មកនាងក៏បានបញ្ជាឲ្យ Xenomorph មកជួយពួកគេរួចមក Wendy ក៏បានធ្វើឲ្យប្រព័ន្ធគ្រឿងអេឡិចត្រូនិកផ្សេងៗនៅក្នុងអគារត្រូវបានរំខាននិងមានការរអាក់រអួលដោយកាមេរ៉ាសុវត្ថិភាពហើយនឹងការទំនាក់ទំនងផ្សេងៗមិនអាចដំណើរការបានទៀតនោះឡើយនៅក្នុងពេលជាមួយគ្នានោះ Hermet កំពុងតែជាប់នៅក្នុងគុកជាមួយ Morrow ឃើញបែបនេះ Wendy ក៏បានបញ្ជាឲ្យទ្វារគុកបើកធ្វើឲ្យ Hermet ហើយនិង Morrow បានរួចខ្លួនសារជាថ្មីបន្ទាប់ពីនោះ Morrow ក៏បានមកដល់បន្ទប់ពិសោធន៍និងបានមកពីក្រោយ Curse បំរុងនឹងវាយប្រហារមកលើគាត់តែ Curse ក៏បានដឹងខ្លួនទាន់ហើយក៏បានទប់ទល់ជាមួយ Morrow ប៉ុន្តែ Morrow មានកម្លាំងខ្លាំងជាងហើយក៏បានចាប់ Curse បង់ទៅលើតុបណ្ដាលឲ្យឆ្អឹងខ្នងរបស់ Curse បានបាក់ធ្វើឲ្យគាត់មិនអាចងើបរួចនោះទេដោយឡែក Alien ដែលមានរូបរាងដូចជារុក្ខជាតិក៏បានរត់គេចចេញពីក្នុងទ្រុងរបស់វានៅពេលដែលអ្នកទាំងពីរកំពុងតែបតែបតប់គ្នាឯ Cavalier ក៏បានមកមើលក្រុម The Lost Boy របស់ខ្លួនហើយថែមទាំងបានចំអកទៅកាន់ពួកគេធ្វើឲ្យ Wendy បានបង្ហាញពីសមត្ថភាពរបស់នាងនៅក្នុងការបើកទ្វារដោយខ្លួនឯងឃើញបែបនេះ Cavalier មិនបានស្លន់ស្លោនោះទេព្រោះគាត់ថាក្មេងៗទាំងអស់មិនហ៊ានធ្វើបាបខ្លួនឡើយ Cavalier បានប្រាប់ពីប្រវត្តិរបស់ខ្លួនថាកាលពីខ្លួនមានអាយុ6ឆ្នាំខ្លួនបានបង្កើតមនុស្សយន្ត synthetic មួយឡើងដោយវាបានសម្លាប់ឪពុករបស់ Cavalier ហើយបានប្រាប់ Wendy ហើយនិងក្មេងៗដទៃទៀតថាពួកគេនៅរស់ក៏ដោយសារតែខ្លួនដែរដូច្នេះត្រូវតែស្ដាប់បង្គាប់របស់ខ្លួនប៉ុន្តែ Wendy លែងស្ដាប់បញ្ជារបស់ Cavalier ទៀតហើយចំណែក Ince ដែលជាជំនួយការរបស់ Cavalier ក៏បានមកហៅ Hermet ទៅកាន់បន្ទប់របស់ Cavalier តាមពិតទៅគ្រាន់តែជាការបាក់បញ្ឆោតរបស់ Ince តែប៉ុណ្ណោះចំណែកឯ Slyly ហើយនិង Smee ក៏បានមកដល់បន្ទប់ពិសោធន៍ដើម្បីនាំ Curse ហើយនិង Morrow យកទៅឃុំឃាំង Curse បានបញ្ជាឲ្យអ្នកទាំងពីរចង Morrow ប៉ុន្តែអ្នកទាំងពីរមិនបានស្ដាប់តាម Curse នោះទេពួកគេលែងស្ដាប់តាមបញ្ជារបស់ Prodigy ទៀតហើយដោយសារតែក្រុមហ៊ុននេះបានធ្វើបាបពួកគេកន្លងមក Ince ក៏បាននាំ Hermet មកដល់បន្ទប់របស់ Cavalier ប៉ុន្តែនៅក្នុងបន្ទប់នោះមិនមានមនុស្សនរណាម្នាក់ឡើយចំណែកឯទ្រុងរបស់ Alien Eyeball ក៏បានបើកចំហ Alien Eyeball បានវាយប្រហារមកលើ Hermet ដែលវាចង់យករាងកាយរបស់គាត់មកគ្រប់គ្រងដោយវាបានចេញពីក្នុងរាងកាយរបស់សត្វជាមរួចក៏បានតម្រង់មករក Hermet ដើម្បីចង់ខ្វេះភ្នែករបស់គាត់ប៉ុន្តែភ្លាមៗនោះ Hermet ក៏បានរត់ចូលទៅក្នុងទ្រុងរួចក៏បានបិទទ្វារដើម្បីការពារខ្លួនប៉ុន្តែ Alien ក៏បានចូលទៅតាមរយៈកន្លែងដាក់ចំណីធ្វើឲ្យ Hermet រត់ចេញវិញ Alien Eyeball បានហក់មករកគាត់ប៉ុន្តែនៅពេលនោះ Wendy ក៏បានមកដល់ទាន់រួចក៏បានជួយបងប្រុសរបស់នាងចំណែក Ince ក៏បានមកពីក្រោយហើយក៏បានវាយមកលើ Hermet បណ្ដាលឲ្យគាត់បាត់បង់ស្មារតីតាមពិតទៅ Ince មិនមែនជាមនុស្សពិតប្រាកដនោះទេគាត់គឺជាមនុស្សយន្តមួយប្រភេទដែលគេផ្គុំឡើងដោយគ្រឿងអេឡិចត្រូនិកដូច្នេះ Wendy អាចបញ្ជាឲ្យ Ince បញ្ឈប់សកម្មភាពរបស់គាត់បានចំណែក Alien Eyeball ក៏បានរត់ចេញតាមប្រឡោះតូចមួយបន្ទាប់មក Hermet ក៏បានសុំទោសទៅកាន់ប្អូនស្រីរបស់ខ្លួនថាគាត់មិនចង់ធ្វើបាប Nips នោះទេដោយសារតែ Nips ចង់សម្លាប់មិត្តភក្តិរបស់គាត់ដែររីឯ Wendy ក៏បានទម្លាយទៀតថាមូលហេតុដែលនាងទុកចិត្តលើ Alien ទាំងនោះក៏ដោយសារតែពួកវាមានភាពស្មោះត្រង់ហើយមិនចេះភូតភរកុហកដូចជាមនុស្សមួយចំនួនឡើយកំពុងតែរត់គេចខ្លួន Cavalier ក៏បានជួបជាមួយនឹង Xenomorph របស់ Wendy ក្នុងពេលនោះក្រុមសន្តិសុខរបស់ Prodigy ក៏បានមកដល់ដែរធ្វើឲ្យ Alien បានសម្លាប់ពួកគេទាំងអស់ងាកមក Cyberian ហើយនិង Rashidi ឯនេះវិញក៏បាននាំគ្នាមកដល់ក្នុងបន្ទប់ពិសោធន៍ហើយបានដឹងថា Alien រុក្ខជាតិនោះបានបាត់ចេញពីក្នុងទ្រុងរបស់វាទៅហើយតាមពិតទៅវាកំពុងតែលួចវាយប្រហារមកលើ Cyberian ដោយវាបានចាប់ Cyberian ស៊ីជាចំណីរបស់វាចំណែកឯ Curly ក៏បានមកពីក្រោយ Rashidi ងាកមក Alien Eyeball ឯនេះវិញក៏បានរកឃើញសាកសពរបស់ Arthur រួចក៏បានចូលទៅគ្រប់គ្រងលើរាងកាយរបស់ Arthur វិញឯ Yutani កំពុងតែធ្វើដំណើរមកកាន់កោះ Neverland ដើម្បីស្វែងរក Alien របស់ពួកគេនៅទីបំផុត Curse, Cavalier, Demi,
Ince ហើយនិង Moro កំពុងតែស្ថិតនៅក្នុងដៃរបស់ Wendy បាននិយាយទៅកាន់ពួកគេថាពួកគេមិនឲ្យអ្នកណាមកធ្វើបាបពួកគេបានទៀតឡើយហើយនៅពេលនោះក្មេងៗដទៃទៀតក៏បានមកដល់ដែរចំណែកឯ Alien Xenomorph កំពុងតែនៅក្បែរម្ចាស់របស់វាដើម្បីចាំការពារនាងដូច្នេះក្រុម The Lost Boy បានរកឃើញធម៌ពលថ្មីរបស់ពួកគេមិនមែនជាកម្មសិទ្ធិរបស់អ្នកណាទៀតឡើយចាប់ពីពេលនេះតទៅពួកគេនឹងធ្វើការសម្រេចលើអ្វីៗដោយខ្លួនឯងហើយសាច់រឿងរបស់យើងក៏បានបញ្ចប់នៅត្រឹមនេះអរគុណបងប្អូនសម្រាប់ការស្ដាប់ការសម្ដែងរបស់ Admin តាំងពីភាគទី1រហូតដល់ភាគបញ្ចប់នៅក្នុងរដូវកាលទី1របស់រឿង Alien Earth បើសិនជាបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេចចុច Like Subscribe ហើយ Admin នឹងដាក់ link របស់ភាពមុននៅក្នុងប្រអប់ description ខាងក្រោមចំពោះបងប្អូនថ្មីដែលមិនទាន់បានមើលភាពមុនអាចចូលទៅមើលតាមរយៈ link ខាងក្រោមបានហើយយើងនឹងជួបគ្នានៅក្នុងវីដេអូបន្តទៀត